អ្នកគ្រូបើអ្នកគ្រូដឹងមិនត្រឹមតែរករឿងខ្ញុំទេអ្នកណាថ្លើមធំម្ល៉េះលីហ្វុងទៅចាត់ការទៅកូនប្រុសឯងស្គាល់អគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុទី1មិនមិនប្រាប់ម៉ាក់មែនហើយបើដឹងថាពួកលោកស្គាល់គ្នាក៏មិនបាច់ឲ្យដេតឌីខ្ញុំណែនាំការងារឲ្យដែរនេះខ្ញុំក៏មិនស្គាល់ដែរឬមួយធ្លាប់លើពីខ្ញុំដឹងថាខ្ញុំពូកែតើនេះជាណាបែកជាហ៊ានបង្កឬក្នុងផ្ទះរបស់លោកណានផងខ្ញុំបង្ករឿងលោកចង់ធ្វើយ៉ាងម៉េចពិតជាស្លាប់មិនកាយចរិតមែនសៀកែងលោកចង់សម្លាប់គ្រូមែនទេសៀវកែងលោកចង់សម្លាប់គ្រូមែនទេអូអ្នកគ្រូនេះកំណត់កិច្ចសន្យាអាចកំបាំងខ្ញុំមិនទាន់ដល់កុំទាន់ទម្លាយសមាជិកភាពខ្ញុំអគ្គនាយកមិនលុតជង្គង់ដាក់ឈិនជីងឡានដេឌីអគ្គនាយកនេះកើតជំងឺផាយជីងសិនអ្នកឯងបិទមាត់ទៅអគ្គនាយកឬមួយនាងគឺសមាជិកភាពអ្នកគ្រូស្ថិតក្នុងកំឡុងរក្សាអាចកំបាំងបើពេលនេះទម្លាយចេញមកខ្លាចតែមានរឿងទេពេលនេះគឺមិនអាចទេឯងមើលចុះឯងធ្វើបាបគេឥឡូវគេខ្លាចជាស្អីទៅហើយពិតមែនអគ្គនាយកខ្ញុំខុសហើយអគ្គនាយកនេះលោកខ្ញុំមានទឹកចិត្តមកចូលរួមពិធីឡើងផ្ទះរបស់ពួកឯងហើយចុះពួកឯងវិញយកវត្ថុគង់ស៊ីអ៊ីមគុជតម្លៃជិត 3000 ដែលខ្ញុំឲ្យមកធ្វើឲ្យបាច់ខ្ទេចខ្ទីអស់មើលទៅពួកឯងមិនឃើញអំពីក្រុមហ៊ុនហិរញ្ញវត្ថុទី1ខ្ញុំទេអត់ទេអគ្គនាយកសិតតែជាការយកច្រឡំទេសិតតែជាការយកច្រឡំយល់ច្រឡំហ៎